อาจารย์ทางนี้ខ្ញុំចង់អឺអានមេរៀនថ្មីទាំងអស់នេះជូនដល់អ្នកទាំងអស់គ្នាបានអានតាមហើយនឹងរៀនអញ្ចឹងខ្ញុំបញ្យល់សិនចាំអានតាមអូខេអ៊ីយឿនហ្នឹងគឺមន្ទីរពេទ្យអ៊ីសឹងហ្នឹងគ្រូពេទ្យតាយហ្វូហ្នឹងដូចជាលក្ខណៈថាអឺតាយហ្វូជលីខ្ញុំទៅសេតាយហ្វូហ្នឹងពីបុរាណភាគច្រើនគេប្រើពេលកាលពីបុរាណណាអឺ គាត់គេអត់ប្រើអ៊ីសឹងឯងគេហៅតាយហ្វូហ្នឹងប៉ុន្តែជាគ្រូពេទ្យអ្នកពិនិត្យជំងឺខណ្ឌពីរនេះយើងទៅមើលឈឺពេលយើងឈឺយើងឈឺខណ្ឌពីរតែពេលយើងអាចនិយាយបានមកពាក្យទៀតគេថាអូបើឈឺខណ្ឌអ៊ីសឹងបានន័យថាឲ្យគ្រូពេទ្យហ្នឹងទៅពិនិត្យជំងឺឲ្យយើងដែរអញ្ចឹងណាពីរយ៉ាងហ្នឹងគឺអ្នកជំងឺជាឆាហ្នឹងគឺឆែកឬក៏ត្រួតពិនិត្យប៉ុន្តែមិនត្រឹមតែឆែកឬក៏ត្រួតពិនិត្យតែសុខភាពទេឆែករបស់របរអីផ្សេងៗក៏យើងប្រើប្រាស់បានដែរហើយចំពោះសិនធីនេះគឺរាងកាយបើប្រភេទពេលខ្លះគឺប្រភេទថារាងកាយសិនធីពុវ័យហ្នឹងរូបរាងកាយយើងសិនធីជាខាងសុខភាពល្អអញ្ចឹងហើយនេះគំនូសទាំងអស់ដែលខ្ញុំអឺដាក់ជាពាក្យពិបាកហ្នឹងជូនកូនសិស្សទាំងអស់គ្នាបានសរសេរតាមចាអញ្ចឹងឥឡូវទាំងអស់គ្នាចាប់ផ្ដើមអានតាមខ្ញុំណាតោះលីងអ៊ូនៀនរៀនអានតាមទៅឆាប់ចេះបើយើងអត់បានអានអញ្ចឹងបាទយើងមិនសូវចេះទេគាត់តែមើលអត់ចេះទេ11月26日星期三生扯医院医生大夫其实大夫看病看医生病人检查身体好，谢谢同学们。